បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូចែកចំណេះដឹងមួយទាក់ទងនឹងបញ្ហា Telegram ហ្នឹងហើយខ្ញុំទទួលបានTelegram បរិជនហ្នឹងហើយគាត់ផ្លាស់ប្ដូរពី Telegram ចាស់ចូលហ្នឹងហើយពីទូរស័ព្ទចាស់វាចូលទូរស័ព្ទដៃថ្មីហ្នឹងហើយអញ្ចឹងបងប្អូនខ្ញុំចង់បញ្ជាក់ឡើងចំណុចនេះ iPad នេះគឺត្រូវ share ហ្នឹងណា share ពីទូរស័ព្ទដៃមួយខាងទៀតអញ្ចឹងណាយើងឲ្យប្រើប្រាស់ប្រព័ន្ធ Wi-Fi ហ្នឹងហើយអញ្ចឹងបងប្អូនមិនសិនជាអាចមិនថាប្រភេទ Android ឬក៏ប្រភេទ iOS ទេ iPhone ទេអញ្ចឹងបងប្អូនដំណាក់កាលទី1បងប្អូនត្រូវបិទ Wi-Fi ហ្នឹងហើយដំណាក់កាលទី2បងប្អូនត្រូវ share ណាហៅ hotspot ហ្នឹងហើយពីទូរស័ព្ទដៃមួយទៅទូរស័ព្ទដៃមួយហ្នឹងហើយអញ្ចឹងវាអាចមានប្រសិទ្ធភាពដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងវាមានពីរជម្រើសទី1យើង share ពីក្នុងទូរស័ព្ទដៃទី2យើងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតហ្នឹងហើយអញ្ចឹងវាអាចនឹងបានលទ្ធផលមួយខ្លះអញ្ចឹងណាហ្នឹងហើយវាមិនថាប៉ុន្តែជាទូទៅខ្ញុំចង់បញ្ជាក់តិចចំណុចពេលខ្លះក្រុមហ៊ុនក៏ខលមកពេលខ្លះក៏វាឲ្យបង់លុយអញ្ចឹងណាហ្នឹងហើយអញ្ចឹងសម្រាប់លេខទូរស័ព្ទដៃមួយនេះគឺខ្ញុំអត់ទាន់បានធ្វើអីទេព្រោះដោយសារអតិថិជនគាត់ទិញទូរស័ព្ទដៃពីកន្លែងខ្ញុំទៅគឺគាត់ឲ្យយើងធ្វើ Telegram ឲ្យគាត់អញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏ខ្ញុំបានទៅចែកសួរនាំគាត់ដែរថា Telegram វាមាន2វាមានជួនកាលបើយើង lock លេខទូរស័ព្ទដៃរបស់យើងទៅយើងអាចក្រុមហ៊ុនវាអាចនឹងខលមកផ្ញើលេខកូដឲ្យអញ្ចឹងណាហ្នឹងហើយមួយទៀតបើសិនណាអត់ផ្ញើលេខកូដមកទេអញ្ចឹងក៏ខ្ញុំនិយាយមកគាត់ដែរថាត្រូវតែបង់លុយអញ្ចឹងណាហ្នឹងហើយអញ្ចឹងវាមានជំរើសច្រើនដែលថាបងប្អូនត្រូវស្វែងយល់ពី Telegram អញ្ចឹងណាបងប្អូនអញ្ចឹងនេះជាចំណេះដឹងរបស់ខ្ញុំមានដែលខ្ញុំធ្វើណាហ្នឹងហើយអញ្ចឹងរាល់ពាក្យសម្ដីឬក៏អ្វីដែលខ្ញុំនិយាយលើមិត្តជាងឬក៏អតិថិជនដែលគាត់អាចមានដំណោះស្រាយច្រើនជាងហ្នឹងក៏គាត់អាចចែកម្លែកចំណេះដឹងនៅក្នុងវីដេអូហ្នឹងទៅព្រោះដោយសារនេះគាត់ជាចំណេះដឹងរបស់ខ្ញុំតិចតួចអញ្ចឹងណាហ្នឹងហើយចង់ចែកម្លែកដល់អតិថិជនដែលគាត់តែគាត់បានមើលវីដេអូហ្នឹងទៅគាត់អាចយល់ដឹងអាចធ្វើខ្លួនឯងបានខ្លះអញ្ចឹងណាអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងរាល់ពាក្យសម្ដីដែលខ្ញុំនិយាយទៅវាមានលើសឬក៏វាខ្វះអីបងប្អូនអធិស្ឋានហងហើយបងប្អូនមានបញ្ហាតាក់ទងនឹងទូរស័ព្ទដៃឬក៏ខូចអីអាចតាក់ទងខ្ញុំបានអរគុណច្រើន